ប្រជ្រយលើទីតាំងទាំង7កន្លែងលើរាងកាយអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នកតើអ្នកមានប្រជ្រយនៅលើរាងកាយដែលអ្នកមិនដែលចាប់អារម្មណ៍ពេញមួយជីវិតដែរឬទេមនុស្សភាគច្រើនតែមានប្រជ្រយលើរាងកាយប៉ុន្តែប្រហែលជាមិនសូវបានយកចិត្តទុកដាក់លើពួកវាឡើយតាមពិតទៅទីតាំងនៃប្រជ្រយលើរាងកាយអាចបញ្ជាក់ពីប្រភេទមនុស្សរបស់អ្នកប្រសិនបើអ្នកមិនដែលគិតពីវាទេអ្នកប្រហែលជាចាប់អារម្មណ៍ចង់ដឹងនៅពេលនេះសូមបន្តតាមដានដើម្បីដឹងថាប្រជ្រយលើរាងកាយនិយាយអ្វីខ្លះពីអ្នកហើយប្រាប់យើងផងថាតើអ្នកយល់ស្របដែរឬទេប្រជ្រយលើសៀតផ្កាប្រសិនបើអ្នកមានប្រជ្រយនៅត្រង់សៀតផ្កាវាអាចមានន័យថាអ្នកមានឱកាសធ្វើដំណើរទៅក្រៃនៅពេលអនាគតឬធ្លាប់ទទួលបានឱកាសធ្វើដំណើរពីមុនមកនេះអាចជាការធ្វើដំណើរដើម្បីធុរកិច្ចឬដើម្បីកម្សាន្តប្រសិនបើកន្លងមកអ្នកមិនសូវបានដើរលេងឆ្ងាយទេចូលត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរនៅពេលមុខបើអ្នកមានការងារដែលនឹងនាំហើយអ្នកអាចនឹងទទួលបានឱកាសទៅក្រៅសម្រាប់គម្រោងណាមួយដែលនឹងបើកភ្នែកអ្នកឲ្យឃើញបទពិសោធន៍ថ្មីៗប្រជ្រយលើចន្លោះចិញ្ចើមប្រជ្រយនៅចន្លោះចិញ្ចើមអាចមានន័យថាអ្នកនឹងមានការរីកចម្រើនក្នុងអាជីពការងារបច្ចុប្បន្នឬអនាគតវាអាចជាការឡើងតំណែងឬការទទួលបានការងារថ្មីក្នុងវិស័យដែលអ្នកធ្លាប់ដាក់ពាក្យជាយូរមកហើយវាក៏អាចមានន័យថាការឡើងប្រាក់ខែឬការផ្លាស់ប្ដូរអាជីពដ៏សំខាន់សម្រាប់អ្នកដែលមិនទាន់មានការងារឬកំពុងរៀនសូត្រចូលរំពឹងថាការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលតបស្នងក្នុងពេលឆាប់ៗនេះអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែមានភាពអត់ធ្មត់បន្តិចប៉ុណ្ណោះប្រជ្រយលើត្រប៉ាក់ភ្នែកប្រសិនបើអ្នកមានប្រជ្រយនៅលើឬលើត្រប៉ាក់ភ្នែកចន្លោះភ្នែកនិងចិញ្ចើមឬនៅលើចិញ្ចើមផ្ទាល់វាតំណាងឲ្យសេចក្តីស្រឡាញ់ចំពោះផ្ទះសម្បែងនិងគ្រួសារវាបង្ហាញថាអ្នកជាមនុស្សប្លែកគេមានចំណេះដឹងទូលំទូលាយនិងប៉ិនប្រសប់ភាពប៉ិនប្រសប់នេះធ្វើឲ្យអ្នកជាមនុស្សពូកែសេពគប់និងជាអ្នកសន្ទនាដ៏ពូកែអ្នកតែងដើរតួជាអ្នកដឹកនាំឬអ្នកទ្រាំទ្រង់ប្រឆ្នះទាំងក្នុងជីវិតការងារនិងផ្ទាល់ខ្លួនអ្នកបើកចិត្តទទួលការផ្លាស់ប្ដូរនិងតែងតែស្វែងរកវិធីសាស្ត្រច្នៃប្រឌិតថ្មីៗជានិច្ចប្រជ្រយលើបបូរមាត់ខាងលើប្រជ្រយនៅខាងលើបបូរមាត់ខាងលើអាចមានន័យច្រើនយ៉ាងវាអាចមានន័យថាអ្នកជាមនុស្សដែលឲ្យតម្លៃលើសម្ភារៈបន្តិចហើយខ្វល់ខ្វាយលើរបស់របរប្រើប្រាស់ជាជាងរបស់ដែលគ្មានតម្លៃជាទឹកប្រាក់ទោះជាយ៉ាងនេះក្តីអ្នកមានជំនាញទំនាក់ទំនងអន្តរបុគ្គលខ្ពស់និងមានមិត្តភ័ក្តិច្រើនអ្នកច្រើនតែជាមនុស្សនិយាយច្រើនក្នុងក្រុមនិងកម្រមានភាពអៀនខ្មាស់ណាស់ដែលធ្វើឲ្យអ្នកមានប្រជាប្រិយភាពខ្លាំងប្រជ្រយលើឆ្អឹងថ្ពាល់ប្រជ្រយលើឆ្អឹងថ្ពាល់អាចមានន័យថាអ្នកនឹងជៀនទៅរកតួនាទីដែលមានការទទួលខុសត្រូវខ្ពស់ជាងមុនក្នុងកន្លែងធ្វើការឬសកម្មភាពក្រៅការងារវាក៏អាចមានន័យថាអ្នកនឹងឡើងប្រាក់ខែឬមានទ្រព្យសម្បត្តិកើនឡើងខ្លាំងអ្នកជាមនុស្សឆ្លាតជឿជាក់លើខ្លួនឯងនិងចេះពីរបៀបប្រើប្រាស់អំណាចដើម្បីដឹកនាំអ្នកដទៃទៅរកភាពជោគជ័យអ្នកមិនដែលខ្លាយទៅដើរចេញពីតំបន់សុខសក្រួនដើម្បីសម្រេចក្តីសុបិនឡើយប្រជ្រយលើបាតដៃប្រសិនបើអ្នកមានប្រជ្រយនៅបាតដៃវាមានន័យថាជាទូទៅអ្នកពូកែចាត់ចែងរឿងលុយកាក់ចេះសន្សំនិងចេះចាយវាយដោយឆ្លាតវៃអ្នកជាមនុស្សមានមហិច្ឆតាខ្ពស់និងធ្វើការបានល្អរហូតដល់ថ្នាក់លើចាប់អារម្មណ៍ប្រសិនបើប្រជ្រយនៅខ្នងដៃវាមានន័យថាអ្នកចេះគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អដឹងពីពេលដែលគួរវិនិយោគនិងតែងតែផ្ដល់ដំបូន្មានល្អៗដល់អ្នកដទៃពីរឿងលុយកាក់ប្រជ្រយលើបាតជើងប្រជ្រយនៅបាតជើងតំណាងឲ្យតម្រូវការនិងចំណង់ចង់ធ្វើដំណើរនិងបទពិសោធន៍ជាមួយវប្បធម៌និងអាហារប្លែកៗដោយសារអ្នកជាអ្នកធ្វើដំណើរអ្នកយល់ពីរបៀបរស់នៅខុសៗគ្នានិងជាមនុស្សបោកចិត្តទូលាយនេះធ្វើឲ្យអ្នកក្លាយជាមនុស្សគួរឲ្យចង់នៅក្បែរនិងមនុស្សជុំវិញតែងតែមកសុំយោបល់ពីអ្នកដែលធ្វើឲ្យអ្នកស័ក្តិសមបំផុតសម្រាប់តួនាទីជាអ្នកដឹកនាំអ្វីដែលប្រជ្រយបង្ហាញអំពីសុខភាពមហារីកស្បែកសាកលវិទ្យាល័យយូថាបានបញ្ជាក់ថាប្រជ្រយអាចជួយសម្គាល់ប្រសិនបើអ្នកមានហានិភ័យនៃជំងឺមហារីកស្បែកការសិក្សាមួយពីមន្ទីរពេទ្យ Saint Thomas ក្នុងទីក្រុងឡុងបានលើកឡើងថាមនុស្សដែលមានប្រជ្រយលើពី10នៅលើដៃស្ដាំអាចមានហានិភ័យនៃមហារីកស្បែកនេះដោយសារតែការមានប្រជ្រយច្រើនលើស្បែកមានន័យថាកោសិកាស្បែករបស់អ្នកសកម្មខ្លាំងដែលអាចបង្កើនឱកាសក្លាយជាកោសិកាមហារីកការមានប្រជ្រយលើពី10នៅលើដៃអាចបង្កើនលទ្ធភាពដែលមនុស្សម្នាក់នោះមានប្រជ្រយរាប់រយនៅកន្លែងផ្សេងទៀត
លើរាងកាយដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកស្បែក melanoma រហូតដល់ 10% បន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះសូម comment នៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយ